តើគីរ៉ូហាដាគេប្រើវាដើម្បីបង្ហាញអំពីអ្វីនៅក្នុងមេរៀននេះយើងនឹងសិក្សាអំពីទម្រង់គីរ៉ូហាដាយរពុនអញ្ញសេអូសួស្តីអ្នកទាំងអស់គ្នាតោះថ្ងៃនេះយើងមានមេរៀនថ្មីមួយទៀតហើយដើម្បីលើកយកមកធ្វើការសិក្សាមេរៀនយើងនៅក្នុងថ្ងៃនេះគឺគីរ៉ូហាដាសម្រាប់គ្នាយើងដែលមិនទាន់បានចុច Subscribe សូមជួយចុច Subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងណាតោះយើងចូលដល់មេរៀនយើងទាំងអស់គ្នាគីរ៉ូហាដាគេប្រើប្រាស់វានៅពេលនិយាយអំពីការសន្យាឬការសម្រេចចិត្តថានឹងធ្វើអ្វីមួយភាគច្រើនគេប្រើប្រាស់វាជាគីរ៉ូហេតតាតោះពេលនេះយើងមកមើលអំពីការប្រើប្រាស់របស់គីរ៉ូហាដាម៉ាន់ណាដាលុបដាចេញនៅសល់ពាក្យម៉ាន់ណាបូកគីរ៉ូហាដាយើងបានម៉ាន់ណាគីរ៉ូហាដាមុកតាយើងលុបដាចេញនៅសល់ពាក្យមកបូកជាមួយនឹងគីរ៉ូហាដាយើងបានមកគីរ៉ូហាដាពេលនេះយើងទៅមើលឧទាហរណ៍ទាំងអស់គ្នា주말에 친구하고 도서관에 가기로 했어요. 주말에 친구하고 도서관에 가기로 했어요. ខ្ញុំសន្យាថានឹងទៅបណ្ណាល័យជាមួយមិត្តភ័ក្តិនៅថ្ងៃចុងសប្តាហ៍ 올해에는 꼭 운동을 하기로 했어요. 올해에는 꼭 운동을 하기로 했어요. នៅក្នុងឆ្នាំនេះខ្ញុំសម្រេចចិត្តថានឹងលេងកីឡាឲ្យបាន 지난주에 친구를 만나기로 했는데 못 만났어요. 지난주에 친구를 만나기로 했는데 못 만났어요. ខ្ញុំបានណាត់ជួបជាមួយមិត្តភ័ក្តិកាលពីសប្តាហ៍មុនប៉ុន្តែមិនបានជួបនៅក្នុងករណីដែលមិនទាន់បានសម្រេចចិត្តដាច់ស្រេចគេប្រើវាជាគីរ៉ូហាដាឧទាហរណ៍ 지금 바쁘니까 나중에 다시 이야기하기로 해요. 지금 바쁘니까 나중에 다시 이야기하기로 해요. ដោយសារតែឥឡូវនេះរវល់ដូច្នេះពេលក្រោយចាំនិយាយគ្នាម្ដងទៀតអរគុណអ្នកទាំងអស់គ្នាដែលបានយកចិត្តទុកដាក់រៀនសូត្រសម្រាប់ទម្រង់គីរ៉ូហាដាគឺមានតែប៉ុណ្ណឹងបើសិនជាអ្នកទាំងអស់គ្នាមិនយល់សូមខមមិននៅខាងក្រោមវីដេអូហើយយើងនឹងជួបគ្នានៅក្នុងមេរៀនបន្ទាប់អានញ៉ង់